បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតសូមឲ្យសេចក្តីសុខសាន្តរបស់ព្រះម្ចាស់យេស៊ូវគ្រីស្ទបានចម្រើននៅក្នុងជីវិតបងប្អូនទាំងអស់គ្នានេះគឺជាសប្តាហ៍ចុងក្រោយនៅក្នុងខែមួយនេះដែលយើងពិចារណានិងសេចក្តីគិតជាមួយគ្នានៅក្នុងព្រះគម្ពីរទំនុកដំកើងកាលពី3សប្តាហ៍កន្លងទៅនេះយើងបានយកចិត្តទុកដាក់ជាមួយគ្នានៅក្នុងទំនុកដំកើងចំពោះ119ដែលបងប្អូនបានឃើញអំពីខ្លឹមសារជាច្រើននៅក្នុងការគម្ពីរទំនុកដំកើងចំពោះ119ជាពិសេសនៅក្នុង119ទាំងមូលដែលគាត់បានផ្ដោតពីអ្វីដែលគាត់ស្រឡាញ់ដល់ព្រះបន្ទូលរបស់ព្រះគាត់ចង់សង់ជីវិតរបស់គាត់ដែលមានគ្រឹះមានឫសនៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលនៅសប្តាហ៍ទី2យើងបានលើកទឹកចិត្តជាមួយគ្នាតាមរយៈលោកគ្រូធឿងដែលឲ្យយើងរីករាយជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រសិនបើយើងនិយាយភាសាមួយយ៉ាងទៀតឲ្យយើងស្រឡាញ់ចំពោះព្រះបន្ទូលរបស់ព្រះហើយយើងក៏លើកទឹកចិត្តឲ្យបងប្អូនមានព្រះបន្ទូលរបស់ព្រះគឺជាព្រះគម្ពីរនៅក្នុងជីវិតរបស់បងប្អូនម្នាក់ៗហើយសប្តាហ៍ទី3យើងបានរៀនជាមួយគ្នាកាលពីសប្តាហ៍មុនដែលនៅក្នុងចំពោះ119ដដែលយើងបាននិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាខែលការពារជីវិតរបស់យើងនៅក្នុងចំពោះ119ខ105ដល់ខ117បងប្អូននៅចាំបទចម្រៀងដែលក្មេងៗតែងតែច្រៀងព្រះបន្ទូលជាចង្គៀងហើយជាពន្លឺបំភ្លឺដល់ផ្លូវទូបង្គំជាចង្គៀងដល់ជើងទូបង្គំហើយជាពន្លឺដែលបំភ្លឺផ្លូវរបស់យើងនោះគឺជាអ្វីដែលជាខ្លឹមសារនៅក្នុងចិត្តនៃអ្នកនិពន្ធកាន់គម្ពីរទំនុកដំកើងដែលគាត់ស្រឡាញ់ដល់ព្រះបន្ទូលរបស់ព្រះគាត់ចង់ឲ្យជីវិតរបស់គាត់ដឹកនាំដោយពន្លឺនៃព្រះបន្ទូលរបស់ព្រះនៅថ្ងៃនេះយើងនៅតែបន្តនៅក្នុងកាន់គម្ពីរទំនុកដំកើងជាមួយគ្នានៅក្នុងចំពោះ116នៅពេលដែលខ្ញុំគិតអំពីសេចក្តីអធិប្បាយនៅក្នុងព្រះគម្ពីរទំនុកដំកើងចំពោះ116នៅថ្ងៃនេះខ្ញុំនឹកចាំអំពីពាក្យសម្ដីរបស់លោកគ្រូបង្រៀនខ្ញុំម្នាក់នៅសាលាព្រះគម្ពីរគាត់បង្រៀន THM គាត់ប្រាប់អំពីរបៀបមុននឹងធ្វើដែលយើងរៀបចំសេចក្តីអធិប្បាយយើងត្រូវអានឲ្យបានច្រើនដងបងប្អូនគិតថាគាត់បង្រៀនខ្ញុំឲ្យអានព្រះគម្ពីរប្រមាណដងមុននឹងយើងរៀបចំអធិប្បាយ1ដង2ដង10ដង20ដងក៏បានប្រាប់ថានៅពេលដែលយើងអានកាន់តែច្រើននោះនឹងជួយយើងឲ្យយល់ដឹងអំពីបរិបទខ្លឹមសារចំណុចសំខាន់នៅក្នុងអត្ថបទដែលយើងយកមកអានគាត់លើកឲ្យអ្នកអានអ្នកដែលរៀបចំអធិប្បាយយ៉ាងតិច40ទៅ50ដងដើម្បីឲ្យមានព្រះបន្ទូលនៅក្នុងចិត្តរបស់ខ្លួនដូច្នេះយើងមើលជាមួយគ្នាមុននឹងទៅនៅក្នុងសេចក្តីអធិប្បាយថ្ងៃនេះខ្ញុំចង់អានជាមួយគ្នាម្ដងទៀត3ខនេះនៅក្នុងខ12តើត្រូវឲ្យខ្ញុំយកអ្វីតបស្នងព្រះយេហូវ៉ាព្រះអង្គម្ចាស់ចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មានខ13គឺខ្ញុំនឹងទទួលយកពែងនៃសេចក្តីសង្គ្រោះហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ានៅមុខបណ្ដាជនទាំងប៉ុន្មានរបស់ទ្រង់ផងសូមបងប្អូនទាំងអស់គ្នាបានសម្រុំចិត្តនិងអធិដ្ឋានជាមួយនឹងខ្ញុំព្រះម្ចាស់ជាព្រះនៃទូបង្គំយើងខ្ញុំនៅវេលានេះដែលយើងខ្ញុំចូលមកចំពោះព្រះបន្ទូលរបស់ព្រះអង្គសូមព្រះអង្គបានបំភ្លឺដល់ចិត្តគំនិតរបស់ទូបង្គំយើងខ្ញុំបំភ្លឺដល់ជីវិតរបស់យើងខ្ញុំបំភ្លឺដល់ដួងចិត្តដ៏ងងឹតរបស់យើងខ្ញុំប្រយោជន៍ឲ្យយើងខ្ញុំអាចយល់ដឹងនៅពន្លឺនៃព្រះបន្ទូលរបស់ផងទ្រង់ឲ្យភ្លឺមកក្នុងផ្លូវ
នៃជីវិតរបស់ទូបង្គំយើងខ្ញុំម្នាក់ម្នាក់ប្រយោជន៍ឲ្យយើងខ្ញុំអាចប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គតាមអ្វីដែលទ្រង់បានបើកសម្ដែងដល់ទូបង្គំយើងខ្ញុំនៅក្នុងព្រះបន្ទូលរបស់ទ្រង់នៅវេលាព្រឹកនេះនៅក្នុងទំនុកដំកើងចំពុក116ខ12ដល់ខ14នៅព្រឹកនេះហើយសូមជួយហើយដកគ្រប់ទាំងសេចក្តីដែលនាំឲ្យយើងខ្ញុំរំខានជារបាំងដែលបាំងចិត្តយើងខ្ញុំមិនឲ្យយល់នៅព្រះបន្ទូលរបស់ព្រះអង្គដែលនាំឲ្យយើងខ្ញុំមិនអាចប្រតិបត្តិតាមព្រះបន្ទូលរបស់ផងទ្រង់សូមដកគ្រប់ទាំងការទាំងអស់នោះតែបំពេញឲ្យយើងខ្ញុំនៅសេចក្តីដែលយល់ដឹងក្នុងព្រះបន្ទូលទ្រង់នៅវេលាព្រឹកនេះផងដែរទូបង្គំថ្វាយពេលវេលានៃការស្ដាប់ព្រះបន្ទូលទ្រង់នៅវេលានេះក្នុងនាមនៃព្រះម្ចាស់គឺព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនទាំងគ្នានៅក្នុងទំនុកដំកើងចំពុក116នៅព្រឹកនេះខ្ញុំចង់ឲ្យបងប្អូនគិតអំពីព្រះគុណរបស់ព្រះដែលមិនអាចកាត់ថ្លៃបាននៅក្នុងជីវិតរបស់យើងម្នាក់ម្នាក់គិតអំពីព្រះគុណរបស់ព្រះដែលបានធ្វើនៅក្នុងជីវិតរបស់យើងម្នាក់ម្នាក់តាមរយៈអត្ថបទព្រះគម្ពីរនៅថ្ងៃនេះនៅក្នុង3ខដែលយើងបានអានជាមួយគ្នានៅវេលាព្រឹកនេះបានបង្ហាញអំពីសេចក្តីពិតមួយដែលគាត់ចង់បង្ហាញអំពីដួងចិត្តរបស់គាត់ដែលបានយល់ដឹងពីព្រះគុណរបស់ព្រះដែលបានធ្វើនៅក្នុងជីវិតរបស់គាត់ហើយគាត់ចង់តបស្នងអ្វីដែលគាត់បានយល់ដឹងអំពីព្រះគុណរបស់ព្រះដែលបានធ្វើមកក្នុងជីវិតរបស់គាត់ដែលមិនអាចកាត់ថ្លៃបាននោះគាត់ចង់តបស្នងមកកាន់ព្រះអង្គម្ចាស់វិញព្រះយេហូវ៉ានៅក្នុងចំពុក116នេះនៅក្នុងចំពុក116នេះមានអ្នកប្រាជ្ញបកស្រាយខាងព្រះគម្ពីរជាច្រើនអ្នកដែលខ្វែងគំនិតគ្នាអំពីនរណាគឺជាអ្នកនិពន្ធឲ្យពិតប្រាកដនៅក្នុងទំនុកដំកើងចំពុក116នេះមានអ្នកប្រាជ្ញបកស្រាយខាងព្រះគម្ពីរខ្លះក៏បាននិយាយថាទំនុកដំកើងចំពុក116នេះគឺចង់សំដៅទៅលើស្ដេចដាវីតដែលគាត់បានទទួលព្រះគុណរបស់ព្រះជាម្ចាស់ដែលទ្រង់បានរំដោះគាត់ចេញពីសេចក្តីវេទនាដោយផ្អែកទៅលើខ្លឹមសារចំពុក116ដដែលប៉ុន្តែនៅក្នុងខ3ហើយទន្ទឹមគ្នានោះក៏មានអ្នកប្រាជ្ញខាងបកស្រាយព្រះគម្ពីរខ្លះទៀតគាត់ក៏បានខ្វែងគំនិតថាមិនមែនចង់សំដៅទៅលើស្ដេចដាវីតតែមួយប៉ុណ្ណោះទេប៉ុន្តែនៅក្នុងខ្លឹមសារចំពុក116ទាំងមូលជាពិសេសនៅក្នុងខ8គឺចង់សំដៅទៅលើស្ដេចហេសេគៀលដែលបានព្រះផ្ដល់ព្រះគុណដល់គាត់ជួយគាត់ឲ្យរួចពីជំងឺដែលគាត់ឈឺចិត្តស្លាប់តែនៅក្នុងខ8បងប្អូនអាចឃើញនៅក្នុងខ្លឹមសារនេះដូចអ្វីដែលព្យាការីអេសាយបានថ្លែងនៅក្នុងអេសាយចំពុក38ខ1ដែលបង្ហាញថាស្ដេចអេសេគៀលហៀបនឹងស្លាប់ឈឺតែព្រះបានប្រោសគាត់ឲ្យគាត់អាចរស់រហូតទៅដល់15ឆ្នាំទៀតនោះគឺជាប្រគុណរបស់ព្រះដែលមានចំពោះស្ដេចអេសេគៀលនៅក្នុងអេសាយចំពុក38ខ1ក្រៅពីស្ដេចដាវីតក្រៅពីស្ដេចហេសេគៀលក៏មានអ្នកប្រាជ្ញខាងបកស្រាយព្រះគម្ពីរខ្លះទៀតថាអត់ទេចំពុក116នេះមិនមែនចង់សំដៅទៅលើស្ដេចដាវីតនោះទេក៏មិនមែនចង់សំដៅទៅលើស្ដេចហេសេគៀលដែរប៉ុន្តែចង់សំដៅទៅលើអ្នកដែលស្រឡាញ់ព្រះជាម្ចាស់អ្នកដែលមានជំនឿទុកចិត្តលើព្រះជាម្ចាស់ជាពិសេសចង់សំដៅទៅលើពួកអ៊ីស្រាអែលដែលបាននិរទេសត្រឡប់មកពីបាប៊ីឡូនវិញហើយគាត់បានចងក្រងទំនុកដំកើងចំពុក116នេះបានប្រាប់ថាគាត់បានឃើញពីព្រះគុណរបស់ព្រះដែលបានរំដោះគាត់ឲ្យមានសេរីភាពចេញពីភាពជាទាសករពីបាប៊ីឡូនត្រឡប់មកទឹកដីកំណើតរបស់ខ្លួនវិញហើយគាត់ចង់តបស្នងគុណដល់ព្រះដែលបានរំដោះគាត់នៅក្នុងចំពុក116នេះដូច្នេះមិនថាស្ដេចដាវីតមិនថាស្ដេចហេសេគៀលមិនថាអ្នកដែលស្រឡាញ់ព្រះជាម្ចាស់មួយណាប៉ុន្តែអ្វីដែលជាសេចក្តីពិតនៅក្នុងខ្លឹមសារ116នេះបានបង្ហាញអំពីចិត្តដែលដឹងគុណចំពោះព្រះគុណព្រះដែលបានធ្វើមកលើជីវិតរបស់គាត់ហើយគាត់ចង់តបស្នងព្រះគុណរបស់ទ្រង់ដូច្នេះនៅថ្ងៃនេះយើងមើលជាមួយគ្នាពីព្រោះតែមាន3ខសេចក្តីពិតដែលគាត់ចង់បង្ហាញពីគំនិតរបស់អ្នកនិពន្ធនៅក្នុងចំពុក116នេះគាត់
đấng thàព្រះដែលបានជួយគាត់បានធ្វើការនៅក្នុងជីវិតរបស់គាត់គាត់ឃើញពីព្រះគុណរបស់ព្រះសេចក្តីពិតទី1ដែលយើងអាចឃើញទី2គាត់បង្ហាញដួងចិត្តរបស់គាត់ដែលចង់សងត្រឡប់ទៅវិញនៅគុណដែលព្រះបានផ្ដល់មកឲ្យគាត់នៅក្នុងខ13ហើយខ14គាត់នឹកចាំហើយគាត់គោរពតាមសម្បត្តិដែលគាត់បានស្បត់គាត់លាបំណន់នៅចំពោះព្រះក៏ដូចជានៅចំពោះមុខបណ្ដាជនចំពោះមុខមនុស្សដូច្នេះយើងគិតអំពី3ចំណុចនេះជាមួយគ្នានៅក្នុងជំពូក116នេះទី1ព្រះគុណដែលគាត់ចង់តបស្នងព្រះគុណរបស់ព្រះដែលមិនអាចកាត់ថ្លៃបានទី2នៅខ13គាត់លើកពីពែងនៃសេចក្តីសង្គ្រោះហើយអំពាវនាវដល់ព្រះនាមព្រះចំណុចទី3នៅក្នុងខ14គាត់ដើរនៅចំពោះព្រះគាត់គោរពតាមអ្វីដែលគាត់បានស្បត់គាត់ត្រឡប់មកលាបំណន់ចំពោះព្រះជាមួយនឹងការដើរនៅចំពោះមុខមនុស្សលោកដូច្នេះយើងគិតជាមួយគ្នានៅ3ចំណុចនេះគិតជាមួយនឹងសំណួរមួយថាតើព្រះគុណអ្វីខ្លះដែលបានផ្ដល់មកខ្ញុំតើព្រះបានផ្ដល់គុណអ្វីខ្លះនៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ខ្លួនតើបងប្អូនបានទទួលព្រះគុណព្រះអ្វីខ្លះសំណួរទី2តើខ្ញុំអាចតបស្នងព្រះគុណនោះយ៉ាងដូចម្ដេចនៅក្នុងជីវិតនេះនៅពេលដែលយើងបានទទួលសេចក្តីសង្គ្រោះរបស់ព្រះហើយតើខ្ញុំនៅតែបន្តអំពាវនាវរកព្រះនាមរបស់ព្រះអម្ចាស់តទៅទៀតដែរឬទេហើយសំណួរទី3ថាតើខ្ញុំត្រូវដើរនៅចំពោះព្រះយ៉ាងដូចម្ដេចហើយនៅចំពោះមុខបងប្អូនរបស់ខ្ញុំយ៉ាងដូចម្ដេចយើងមើលជាមួយគ្នាខ12បងប្អូនសូមមើលជាមួយគ្នាខ12ដែលជាចំណុចទី1នៅថ្ងៃនេះការដែលអ្នកនិពន្ធទំនុកដំណើរចង់តបស្នងគុណដែលព្រះបានផ្ដល់មកគាត់ហើយយើងក៏គិតអំពីរបៀបដែលយើងគិតអំពីរបៀបដែលយើងចង់តបស្នងគុណដែលព្រះបានផ្ដល់មកយើងម្នាក់ៗផ្ទាល់ខ្លួនសូមបងប្អូនមើលខ12វាហាក់ដូចជាសំណួរដែលគាត់សួរខ្លួនឯងតើត្រូវឲ្យខ្ញុំយកអ្វីមកតបស្នងព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មានខ្ញុំចាំបងប្អូនមើលសំណួរដែលគាត់បានសួរខ្លួនឯងតើត្រូវឲ្យខ្ញុំយកអ្វីមកតបស្នងព្រះអម្ចាស់ចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មានអ្វីដែលកំពុងតែឆេះហើយចាក់ដោតនៅក្នុងចិត្តរបស់គាត់សួរខ្លួនគាត់នៅក្នុងទំនុកដំណើរ116នេះហាក់ដូចជាសំណួរនោះមិនអាចឲ្យគាត់នៅស្ងៀមហើយគាត់សួរខ្លួនឯងនៅសំណួរនៅក្នុងខ12នេះនៅពេលដែលគាត់គិតពីព្រះគុណព្រះដែលគាត់បានទទួលដែលព្រះបានផ្ដល់មកឲ្យគាត់មិនអាចនៅស្ងៀមបាននៅពេលដែលគាត់បានឃើញព្រះគុណព្រះដែលបានកើតឡើងនៅក្នុងជីវិតរបស់គាត់មិនមែនសួរតែម្ដងគាត់មិនមែនគិតអំពីព្រះគុណព្រះដែលបានធ្វើចំពោះគាត់លើកទី1លើកទី2នោះទេប៉ុន្តែគាត់គិតទាំងអស់ទាំងប៉ុន្មានព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មានគាត់គិតអំពីកិច្ចការដែលព្រះបានធ្វើនៅក្នុងជីវិតរបស់គាត់ហើយនេះហើយបានជាគាត់ចាប់ផ្ដើមសួរសំណួរនេះតើត្រូវឲ្យខ្ញុំយកអ្វីមកតបស្នងព្រះគុណនោះដែលខ្ញុំបានទទួលពីព្រះខ្ញុំចង់ឲ្យបងប្អូនអាចសួរសំណួរនេះមកកាន់ចិត្តរបស់យើងដែរតើខ្ញុំត្រូវយកអ្វីដើម្បីសងព្រះគុណដែលព្រះបានផ្ដល់មកខ្ញុំដូចជាអ្នកនិពន្ធទំនុកដំណើរចំពោះ116នេះបានសួរមកកាន់ខ្លួនគាត់ប្រហែលជាបងប្អូនអាចគិតចំពោះអ្វីដែលជាព្រះគុណរបស់ព្រះមកកាន់ខ្លួនយើងម្នាក់ប៉ុន្តែខ្ញុំបរិបទនេះខ្ញុំចង់បងប្អូនគិតបងប្អូនអាចគិតថាតើអ្វីដែលអ្នកនិពន្ធទំនុកដំណើរចំពោះ116នេះទទួលព្រះគុណព្រះអ្វីខ្លះបងប្អូនអាចស្មានបាន
នៅពេលដែលគាត់និយាយថាគាត់អំពាវនាវរកព្រះនាមព្រះហើយពាក្យអំពាវនាវនោះស្មើនឹងពាក្យអធិដ្ឋានគាត់អធិដ្ឋានទៅចំពោះព្រះដូច្នេះបើសិនបើយើងចង់ដឹងអ្វីដែលជាប្រគុណព្រះដែលបានធ្វើនៅក្នុងជីវិតរបស់អ្នកនិពន្ធទំនុកដំណការចំពោះ116នេះយើងត្រូវមើលចំពោះនេះទាំងមូលតើគាត់បាននិយាយអ្វីខ្លះអំពីប្រគុណព្រះដែលបានធ្វើមកកាន់គាត់ជិបចោលបងប្អូនចាប់អារម្មណ៍ទី1គាត់បាននិយាយអំពីរបៀបដែលគាត់ទទួលប្រគុណព្រះទី2ខ្ញុំចង់បងប្អូនចាប់អារម្មណ៍អំពីអ្វីដែលជាសេចក្តីវេទនារបស់គាត់ទុក្ខព្រួយរបស់គាត់ការឈឺចាប់របស់គាត់ហើយទី3ខ្ញុំចង់បងប្អូនចាប់អារម្មណ៍ប្រសិនបើអ្នកនិពន្ធទំនុកដំណការចំពោះ116នេះជាស្ដេចដាវីតប្រសិនបើព្រះគុណអ្វីខ្លះដែលព្រះបានប្រទានដល់ដាវីតគាត់ច្បាំងឈ្នះកូលីយ៉ាគាត់ខ្លាចទៅជាស្ដេចរបស់អ៊ីស្រាអែលព្រះជួយគាត់នៅពេលដែលសូលតាមសម្លាប់គាត់ប្រសិនបើអ្នកនិពន្ធទំនុកដំណការនេះជាស្ដេចហេសេគៀលដែលឈឺចិត្តនឹងស្លាប់នៅក្នុងអេសាយចំពុក38ខ1តែព្រះបន្តឲ្យជីវិតគាត់រស់បាន15ឆ្នាំទៀតប្រោះឲ្យគាត់អាចរស់បាន15ឆ្នាំទៀតនេះគឺជាប្រគុណរបស់ព្រះដែលបានកើតឡើងចំពោះគាត់ប្រសិនបើអ្នកនិពន្ធទំនុកដំណការនេះជាអ្នកដែលបាននិរទេសចេញពីភាពជាទាសករមកពីបាប៊ីឡូនវិញគាត់មានសេរីភាពនោះគឺជាប្រគុណព្រះដែលបានរំដោះគាត់មកត្រឡប់មកកាន់ទឹកដីកំណើតរបស់គាត់វិញដូច្នេះខ្ញុំចង់បងប្អូនគិតអ្វីដែលជាប្រគុណរបស់ព្រះដែលបានធ្វើនៅក្នុងជីវិតរបស់អ្នកនិពន្ធទំនុកដំណការចំពោះ116នេះយើងមើលជាមួយគ្នាប្រសិនបើបងប្អូនមានព្រះគម្ពីរយើងមើលជាមួយគ្នាទៅនឹងខ1ខ2គាត់បានរៀបរាប់ពីអ្វីដែលគាត់បានទទួលព្រះគុណរបស់ព្រះនៅពេលដែលយើងនិយាយអំពីការទទួលព្រះគុណរបស់ព្រះគឺត្រូវរំដោះចេញពីអ្វីដែលជាសេចក្តីវេទនានៅក្នុងខ1ខ2គាត់បានប្រាប់ថាទ្រង់តែងស្ដាប់សំឡេងខ្ញុំនិងពាក្យទូលង្វររបស់ខ្ញុំខ3ក៏បន្តអំពីរៀបរាប់ខ្ញុំឈឺចាប់ខ្ញុំវេទនាខ្ញុំទុក្ខព្រួយខ5ក៏បានប្រាប់ថាព្រះពេញដោយសេចក្តីមេត្តាករុណាសុចរិតនិងចិត្តអាណិតអាសូរខ6ក៏បានប្រាប់ថាព្រះជួយទំនុកបំរុងនិងជួយសង្គ្រោះខ7ក៏បានប្រាប់ថាទ្រង់ប្រព្រឹត្តដោយគុណដ៏ប្រសើរខ8ទ្រង់ប្រោសឲ្យជីវិតរួចពីស្លាប់នឹងការចំពប់ដួលហើយខ16ទ្រង់បានស្រាយចំណងគាត់ចេញជាឃើញនេះគឺជាអ្វីដែលគាត់បានរៀបរាប់អំពីអ្វីដែលជាប្រគុណរបស់ព្រះដែលបានធ្វើនៅក្នុងជីវិតរបស់គាត់នៅក្នុងចំពុក16នេះដែលគាត់បានទទួលដែលព្រះបានផ្ដល់ដល់គាត់ដូច្នេះយើងឃើញអ្វីដែលគាត់បានរៀបរាប់ពីប្រគុណព្រះខ្ញុំចង់បងប្អូនមើលមួយទៀតនៅក្នុងចំពុក116នេះដដែលប៉ុន្តែមកមើលភាពឈឺចាប់របស់គាត់វិញនៅក្នុងខ3ក៏បានប្រាប់ថាគាត់រៀបនឹងស្លាប់សេចក្តីស្លាប់បានរុំព័ទ្ធគាត់មានទុក្ខវេទនាគាត់មានទុក្ខព្រួយកំពុងតែរុំព័ទ្ធជុំវិញគាត់នៅក្នុងខ6ក៏បានប្រាប់ថាគាត់ត្រូវគេបន្ថោកម្ដងគាត់ត្រូវគេប្រមាថម្ដងនៅក្នុងខ8នៅក្នុងខ7ព្រលឹងគាត់ហាក់ដូចជាគ្មានកន្លែងសម្រាកសោះគាត់ហត់នៅក្នុងជីវិតនោះនៅក្នុងខ8ក៏បានប្រាប់ថាគាត់ស្រក់ទឹកភ្នែកគាត់ចំពប់ដួលនៅក្នុងខ10គាត់បានបញ្ជាក់យ៉ាងច្បាស់បើសិនបើបងប្អូនមានព្រះគម្ពីរមើលទៅក្នុងខ10គាត់បានប្រាប់ថាខ្ញុំវេទនាខ្លាំងណាស់ជីវិតនេះវេទនាខ្លាំងណាស់ហើយខ11ក៏បានប្រាប់ទៀតថាគាត់ហុំព័ទ្ធដោយពួកកំពូតយើងអាចនិយាយម្យ៉ាងទៀតថាគាត់ចាញ់បោកគេគាត់ត្រូវគេបញ្ឆោតដូច្នេះយើងឃើញពីអ្វីដែលគាត់ប្រាប់អំពីប្រគុណព្រះយើងឃើញអ្វីដែលគាត់ប្រាប់អំពីសេចក្តីវេទនារបស់គាត់ហើយចុងក្រោយសូមបងប្អូនមើលនៅក្នុងចំពោះ116នេះមើលពីអ្វីដែលគាត់ចង់តបស្នងទៅព្រះវិញបងប្អូនអាចឃើញនៅក្នុងខ1ក៏បានប្រាប់ថាខ្ញុំស្រឡាញ់ព្រះយេហូវ៉ា
គាត់ចង់តបស្នងសេចក្តីស្រឡាញ់ចំពោះព្រះខ2ខ4ខ13ក៏បានប្រាប់ថាខ្ញុំនឹងអំពាវនាវដល់ព្រះអស់មួយជីវិតរបស់ខ្ញុំខ2ខ4ខ13ខ7គាត់ចង់ឲ្យព្រលឹងរបស់គាត់ត្រឡប់ទៅសម្រាកខ9គាត់នឹងដើរនៅចំពោះព្រះយេហូវ៉ានៅក្នុងស្ថានមនុស្សរស់ខ10ខ11គាត់ដឹងខ្លួនមានសេចក្តីភ្ញាក់ខ្លួនខ12ខ14ខ18ដែលយើងបានអាននៅព្រឹកនេះខ12ដល់ខ14គាត់ចង់តបស្នងព្រះគុណរបស់ព្រះហើយដែលយើងឃើញនៅក្នុងខ14គាត់ចង់លាបំណន់ធ្វើតាមអ្វីដែលគាត់បានស្បត់ហើយខ13បានប្រាប់ថាគាត់ភាសាបកខ្មែរប្រើពាក្យមួយទទួលពែងនៃសេចក្តីសង្គ្រោះខ13ខ17គាត់ថ្វាយដង្វាយអរព្រះគុណដល់ព្រះហើយខ19ចុងក្រោយគាត់នឹងសរសើរដល់ព្រះនៅក្នុងព្រះដំណាក់នៅក្នុងព្រះវិហាររបស់ព្រះជាឃើញនេះគឺជាអ្វីដែលគាត់ចង់តបស្នងទៅកាន់ព្រះរបស់គាត់វិញចំពោះព្រះគុណដែលគាត់បានផ្ដល់ប៉ុន្តែបើសិនបើយើងមើលខ្លឹមសារពីខ1រហូតដល់ខ19យើងនឹងឃើញថាគាត់នៅតែបន្តចោទជាសំណួរថាការទាំងអស់នោះដែលគាត់បានរៀបរាប់គាត់ស្រឡាញ់គាត់ចង់ថ្វាយដង្វាយគាត់ចង់សរសើរនៅក្នុងព្រះដំណាក់របស់ព្រះគាត់ចង់ដើរនៅចំពោះព្រះប៉ុន្តែនៅក្នុងខ12នេះគាត់បានចោទជាសំណួរថាតើខ្ញុំនឹងយកអ្វីមកតបស្នងដល់គុណដល់ព្រះដែលបានធ្វើចំពោះគាត់នៅក្នុងខ12នេះសូមបងប្អូនមើលមួយអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍នៅក្នុងខ4ដល់ខ7ខ4ដល់ខ7គាត់បានលើកឡើងដូចជាសេចក្តីអធិដ្ឋានរបស់គាត់ខ4នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថាអោព្រះយេហូវ៉ាអើយទូបង្គំសូមអង្វរដល់ទ្រង់សូមប្រោសប្រលឹងទូបង្គំឲ្យរួចផងប្រហែលជាយើងអាចគិតថាជីវិតរបស់គាត់កំពុងតែប្រឈមមុខនៅសេចក្តីវេទនាដែលគាត់គិតថាប្រលឹងរបស់គាត់កំពុងតែខំដូចជានៅស្ថានមនុស្សស្លាប់ហើយសូមអំពាវនាវដល់ព្រះឲ្យជួយរំដោះគាត់ឲ្យរួចពីការឈឺចាប់នៅសេចក្តីវេទនាទាំងនោះហើយបើគាត់បានបន្តអង្វរដល់ព្រះអង្វរឲ្យរួចបងប្អូនគិតថាគាត់អង្វរព្រះឲ្យរួចពីអ្វីប្រសិនបើអ្នកនិពន្ធទំនុកដំណើរនេះជាស្ដេចដាវីតយើងអាចគិតថាគាត់អង្វរព្រះសូមឲ្យគាត់រួចពីកណ្ដាប់ដៃរបស់សូលប្រសិនបើជាស្ដេចហេសេគៀលគាត់អង្វរព្រះឲ្យគាត់រួចពីសេចក្តីស្លាប់ពីព្រោះគាត់ចិត្តស្លាប់ហើយប្រសិនបើនិយាយអំពីអ៊ីស្រាអែលដែលរៀនទៅទេសពីបាប៊ីឡូនអង្វរព្រះឲ្យរួចពីភាពជាទេសករសូមមើលយើងមើលអ្វីដែលគាត់អង្វរព្រះជាមួយគ្នានៅក្នុងខ3សូមបងប្អូនមើលខ3ចំណងនៃសេចក្តីស្លាប់បានរុំព័ន្ធខ្ញុំហើយសេចក្តីឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់បានចាប់ខ្ញុំក៏កើតមានទុក្ខវេទនានិងព្រួយបារម្ភគាត់អង្វរព្រះឲ្យរួចពីរឿងទាំងអស់នេះយើងអាចនិយាយម្យ៉ាងទៀតថាគាត់កំពុងតែមានបញ្ហានៅក្នុងជីវិតរបស់គាត់ការឈឺចាប់ដូចជាខ្លួនគាត់កំពុងតែស្ថិតនៅក្នុងស្ថានឃុំព្រលឹងរបស់មនុស្សស្លាប់ពាក្យមួយដែលយើងអាចយល់ពីអារម្មណ៍នេះអាចយល់អ្វីដែលពីការឈឺចាប់របស់គាត់ដោយដែលពាក្យដែលយើងធ្លាប់តែងតែឮរស់ពិបាកជាងស្លាប់វេទនាពេកឈឺចាប់ពេកយើងពិបាកនឹងរស់យើងមានឈ្មោះថារស់ប៉ុន្តែយើងកំពុងវេទនាដូចជាអ្នកដែលកំពុងតែជាប់ឃុំនៅក្នុងស្ថានមនុស្សស្លាប់គាត់អង្វរព្រះសូមឲ្យជួយគាត់ឲ្យរួចផងវេទនាខ្លាំងពេកយើងមកខ10អ្វីដែលជាការឈឺចាប់របស់គាត់នៅក្នុងខ10ខ្ញុំជឿហើយខ10បានជាខ្ញុំថាខ្ញុំមានទុក្ខខ្លាំងណាស់ហើយនេះបានជាគាត់អង្វរព្រះសូមប្រោសដល់ព្រលឹងរបស់គាត់នៅក្នុងខ4បងប្អូនទាំងអស់គ្នាសូមមើលអ្វីដែលព្រះបានឆ្លើយតបប្រគុណរបស់ព្រះទៅកាន់គាត់
នៅក្នុង116នេះដដែលនៅក្នុងខ6ខ7ព្រះបានឆ្លើយតបការអំពាវនាវរបស់គាត់សេចក្តីអង្វររបស់គាត់ព្រះបានលឺហើយឆ្លើយតបនៅក្នុងខ6ក៏បានប្រាប់ថាព្រះយេហូវ៉ាទ្រង់ជួយទំនុកបំរុងមនុស្សឆោតល្ងង់ឯខ្ញុំក៏បានត្រូវគេបន្ថោកម្ដងហើយទ្រង់បានជួយសង្គ្រោះខ្ញុំខ7អោប្រលឹងខ្ញុំអើយចូលត្រឡប់ទៅឯទីសម្រាករបស់ខ្លួនវិញត្បិតព្រះយេហូវ៉ាទ្រង់បានប្រព្រឹត្តដោយគុណដ៏ប្រសើរខ6ក៏បានប្រាប់ថាគាត់បានសង្គ្រោះពីការសង្គ្រោះរបស់ព្រះយេហូវ៉ាដែលបានជួយសង្គ្រោះគាត់ហើយគាត់បានប្រាប់ទៅដល់ចិត្តរបស់ខ្លួនប្រលឹងរបស់គាត់ឲ្យសម្រាកទៅត្បិតព្រះបានសង្គ្រោះហើយដោយប្រព្រឹត្តដោយគុណដ៏ប្រសើររបស់ទ្រង់ហើយនេះបានជាគាត់ស្រែកនៅក្នុងខ12តើខ្ញុំត្រូវយកអ្វីមកតបស្នងចំពោះព្រះយេហូវ៉ាចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំទាំងប៉ុន្មានពីព្រោះគាត់ឃើញគុណរបស់ព្រះដែលបានជួយគាត់នៅក្នុងខ6ខ7រួចចេញពីសេចក្តីទុក្ខវេទនាដែលគាត់ស្រែកអំពាវនាវរកព្រះនៅក្នុងខ3គាត់ឃើញការល្អរបស់ព្រះគាត់ឃើញព្រះគុណរបស់ព្រះគាត់ឃើញអ្វីដែលព្រះបានបំពេញតាមព្រះបន្ទូលសន្យារបស់ទ្រង់បងប្អូននឹកចាំអ្វីដែលព្រះបានមានព្រះបន្ទូលសន្យាអស់អ្នកដែលវេទនាចូលអំពាវនាវរកព្រះនាមរបស់ទ្រង់សូមរបាក់សត្វទី2ចំពោះ7ខ14ព្រះគម្ពីររបាក់សត្វទី2ចំពោះ7ខ14នោះបើរះអញដែលហៅតាមឈ្មោះអញគេបន្ទាបខ្លួនហើយអធិដ្ឋានរកមុខអញព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេនោះអញនឹងស្ដាប់ពីស្ថានសួគ៌ហើយនឹងអត់ទោសអំពីអំពើបាបរបស់គេទាំងមើលស្រុកគេឲ្យជាផងនេះគឺជាការលើកទឹកចិត្តនៅពេលដែលយើងដឹងថាសម្រែកនៃការឈឺចាប់របស់យើងត្រូវបានព្រះស្ដាប់ឮហើយជាពិសេសនៅពេលដែលយើងមើលឃើញហើយមានបទពិសោធន៍ច្បាស់នៅពេលដែលព្រះបានរំដោះយើងឲ្យរួចពីការឈឺចាប់ទាំងអស់នោះយើងនឹងបន្លឺសំឡេងទាំងស្រែកដូចអ្វីដែលអ្នកនិពន្ធទំនុកដំកើងចំពោះ116បានស្រែកនៅក្នុងខ12នេះថាតើខ្ញុំនឹងត្រូវយកអ្វីមកតបស្នងគុណដែលព្រះបានផ្ដល់មកខ្ញុំទាំងប៉ុន្មាននោះវាជាការលើកទឹកចិត្តពីអ្វីដែលព្រះបានធ្វើនៅក្នុងជីវិតរបស់អ្នកជឿហើយមានជាច្រើនដងយើងអាចចោទជាសំណួរថាខ្ញុំមិនដឹងថាខ្ញុំយកអ្វីមកតបស្នងឲ្យសមនឹងគុណរបស់ព្រះដែលបានផ្ដល់មកខ្ញុំទ្រង់បានប្រោសឲ្យខ្ញុំរួចពីទុក្ខវេទនាការឈឺចាប់ការព្រួយបារម្ភហើយអ្នកដែលអង្វរសុំការប្រោសលោះរបស់ព្រះចំពោះអ្នកនិពន្ធទំនុកដំកើងចំពោះ116នេះគាត់ដឹងច្បាស់គាត់មានបទពិសោធន៍អំពីព្រះគុណរបស់ព្រះច្បាស់គាត់ឃើញអំពីកិច្ចការដែលព្រះបានធ្វើនៅក្នុងជីវិតរបស់គាត់ហើយនេះហើយបានជាគាត់ពោលឡើងភាសាអង់គ្លេសគាត់ប្រើពាក្យ expression បង្ហាញពីដួងចិត្តរបស់គាត់ដែលចង់តបស្នងគុណចំពោះព្រះវិញនៅអ្វីដែលព្រះបានផ្ដល់ព្រះគុណចំពោះគាត់វាគឺជាការលើកទឹកចិត្តមួយនៅពេលដែលយើងកំពុងតែមានសេចក្តីវេទនាការឈឺចាប់អន្ទះអន្ទែងហើយទុក្ខព្រួយអ្នកនិពន្ធទំនុកដំកើងហៅយើងឲ្យអំពាវនាវរកព្រះនាមព្រះយេហូវ៉ាស្វែងរកចង់មានបទពិសោធន៍នៃព្រះគុណរបស់ព្រះដែលបានធ្វើនៅក្នុងជីវិតរបស់យើងដោយដែលគាត់បានធ្វើនៅក្នុងជីវិតរបស់អ្នកនិពន្ធទំនុកដំកើងចំពោះ116នេះហើយសួរថាតើយើងបានទទួលព្រះគុណព្រះអ្វីខ្លះហើយខ្ញុំត្រូវតបស្នងព្រះគុណនោះយ៉ាងដូចម្ដេចយើងមើលចំណុចទី2ខ13ខ្ញុំចង់បងប្អូនមើលខ13ជាមួយគ្នាគឺខ្ញុំនឹងទទួលពែងនៃសេចក្តីសង្គ្រោះហើយនឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានៅក្នុងព្រះគម្ពីរបកប្រែឆ្នាំ2016គេអត់បកប្រែខ្ញុំនឹងទទួលទេគេបកប្រែថាខ្ញុំនឹងលើកពែងនៃសេចក្តីសង្គ្រោះខ្ញុំចង់អាននៅព្រះគម្ពីរបកប្រែ2016ដែលត្រូវនឹងខ្លឹមសារនៅក្នុងបរិបទនេះ
ខ្ញុំនឹងលើកពេងនៃសេចក្តីសង្គ្រោះឡើងហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ានៅក្នុងខ13នេះយើងឃើញមានគោលបំណងពីរទី1ខ្ញុំនឹងលើកពេងនៃសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ាឡើងទី2គាត់នឹងស្រែកអំពាវនាវរកព្រះនាមព្រះយេហូវ៉ាខ្ញុំគិតថាប្រសិនបើយើងបកប្រែយើងទទួលពេងវាមិនសមនឹងខ្លឹមសារដែលគាត់កំពុងតែចង់បង្ហាញពីព្រះគុណរបស់ព្រះចំពោះបណ្ដាជននៅក្នុងខ14ការបកប្រែយើងខ្ញុំនឹងលើកពេងនៃសេចក្តីសង្គ្រោះរបស់ព្រះយេហូវ៉ាឡើងបង្ហាញអំពីការអរព្រះគុណចំពោះព្រះដែលបានផ្ដល់ព្រះគុណដល់គាត់ដែលរំដោះគាត់ឲ្យរួចចេញពីសេចក្តីវេទនាផ្សេងនៅក្នុងខ3និងខ10ប្រសិនបើយើងមើលព្រះគម្ពីរបកប្រែជាភាសាអង់គ្លេសគេប្រើ lift up the cup of salvation បងប្អូនអរគ្នាលើកពេងនៃសេចក្តីសង្គ្រោះមានន័យដូចម្ដេចលើកពេងស្រាតំពាំង3ជូរឡើងមានន័យដូចម្ដេចបងប្អូនធ្លាប់ជប់លៀងនៅពេលដែលយើងជុំគ្នាមនុស្សទាំងអស់ជុំគ្នាយើងលើកកែវស្រាឡើងអបអរសាទររីករាយពីអ្វីដែលយើងកំពុងតែប្រជុំគ្នានៅទីនេះអ្នកនិពន្ធកម្លាំងកំពុងតែប្រាប់ថាគាត់លើកពេងនៃសេចក្តីសង្គ្រោះរបស់ព្រះឡើងឲ្យអ្នកទាំងអស់គ្នាឃើញថាគាត់បានសង្គ្រោះទទួលសេចក្តីសង្គ្រោះពីព្រះមិនមែនខ្ញុំតែម្នាក់ឯងដឹងនោះទេសូមឲ្យអ្នកទាំងអស់គ្នាបានឃើញនៃសេចក្តីសង្គ្រោះរបស់ព្រះផងគឺខ្ញុំលើកពេងនៃសេចក្តីសង្គ្រោះរបស់ព្រះឡើងឲ្យអ្នករាល់គ្នាឃើញហើយខ្ញុំអំពាវនាវរកព្រះនាមទ្រង់បងប្អូនអាចឃើញនេះគឺជាខ្លឹមសារដែលគាត់អរព្រះគុណព្រះជាសាធារណៈឲ្យមនុស្សទាំងឡាយឃើញពីចិត្តដែលគាត់ចង់តបស្នងព្រះគុណដល់ព្រះគាត់ចង់បង្ហាញឲ្យមនុស្សលោកឃើញពីការតបស្នងព្រះគុណដល់ព្រះរបស់គាត់តែគាត់បានប្រាប់នៅក្នុងខ12តើខ្ញុំនឹងត្រូវយកអ្វីមកតបស្នងព្រះគុណរបស់ព្រះដែលបានផ្ដល់មកខ្ញុំទាំងប៉ុន្មានជានេះគឺជាសកម្មភាពអរគុណព្រះគឺជាការឆ្លើយតបចំពោះព្រះគុណដែលគាត់បានទទួលដែលគាត់បានស្រែកឡើងនៅក្នុងខ12គាត់យល់ដឹងពីអ្វីដែលគាត់បានទទួលដែលមិនអាចកាត់ថ្លៃបានហើយអ្វីដែលគាត់អាចធ្វើបានគាត់ប្រកាសការនោះចំពោះអ្នកដែលគាត់ស្គាល់បង្ហាញអំពីព្រះគុណរបស់ព្រះដោយចិត្តរីករាយភ្ជាប់មកនៅការឆ្លើយតបបបោមាត់អំពាវនាវរកព្រះនាមរបស់ទ្រង់បើសិនបើយើងមើលព្រះគម្ពីរឃ្លានេះត្រូវបានលើកឡើងស្រដៀងឃ្លានេះចំពោះស្ដេចដាវីតដែលទ្រង់បានចែងនៅក្នុងទំនុកដំកើងចំពោះ23ខ5បងប្អូននៅចាំទំនុកដំកើងចំពោះ23ខ5ដែលបង្ហាញអំពីអ្នកគង្វាលដ៏ល្អទំនុកដំកើងចំពោះ23ខ5ទ្រង់រៀបតុនៅមុខទូបង្គំចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបក្បាលលើក្បាលទូបង្គំពេងនៃទូបង្គំក៏ពេញហៀតើមានប្រមាណអ្នករៀបតុជប់លៀងនៅពេលដែលមានសត្រូវនៅចំពោះមុខតើមានប្រមាណអ្នករៀបតុជប់លៀងនៅមុខសត្រូវរបស់ខ្លួនតើស្ដេចដាវីតចង់មានន័យយ៉ាងដូចម្ដេចនៅពេលដែលគាត់បានប្រាប់ថាពេងនៃទូបង្គំក៏ពេញហៀពេងស្រារបស់គាត់ធម្មតាពេញហៀឬក៏គាត់ចាក់មិនដោយប្រយ័ត្នបានជាហៀចេញពីពេងរបស់គាត់នៅពេលដែលយើងនិយាយអំពីពាក្យពេងគឺសំដៅទៅលើជីវិតទាំងមូលរបស់បុគ្គលម្នាក់នៅក្នុងព្រះគម្ពីរគឺជាវាសនានៃបុគ្គលណាម្នាក់ពេងរបស់ទូបង្គំពេងនៃទូបង្គំក៏ពេញហៀ
នៅក្នុងទំនុកដំណើរនេះក៏បានប្រាប់ពេលនៃសេចក្តីសង្គ្រោះដែលព្រះបានសង្គ្រោះគាត់ប្រោសជីវិតរបស់គាត់បង្ហាញការសង្គ្រោះនោះហើយអំពាវនាវរកព្រះនាមព្រះបងប្អូនមើលខ4ដល់ខ17ខ4នោះខ្ញុំបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាថាអោព្រះយេហូវ៉ាអើយទូបង្គំសូមអង្វរដល់ទ្រង់សូមប្រោសប្រលឹងទូបង្គំឲ្យរួចផងខ17ទូបង្គំនឹងថ្វាយដង្វាយជាសេចក្តីអរព្រគុណដល់ព្រះយេហូវ៉ាហើយអំពាវនាវដល់ព្រះនាមទ្រង់យល់ឃើញនេះគឺជារូបភាពនៃសេចក្តីជំនឿនៃអស់អ្នកដែលបានទទួលព្រះគុណរបស់ព្រះគេឆ្លើយតបដោយការអរព្រគុណរបស់ព្រះគេឆ្លើយតបដោយថ្វាយដង្វាយអរព្រគុណរបស់ព្រះគេឆ្លើយតបដោយការនៅតែបន្តអំពាវនាវរកព្រះនាមព្រះរូបភាពនេះតែងតែកើតឡើងនៅក្នុងជីវិតរបស់យើងដែលជាអ្នកជឿខណៈពេលណាដែលយើងយល់ដឹងអំពីព្រះគុណរបស់ព្រះដែលបានធ្វើនៅក្នុងជីវិតរបស់យើងអរព្រះគុណដល់ព្រះយើងអំពាវនាវបន្តអំពាវនាវរកព្រះយើងថ្វាយដង្វាយនៃសេចក្តីអរគុណចំពោះព្រះដែលបានធ្វើដែលបានផ្ដល់ព្រះគុណរបស់ទ្រង់មកក្នុងជីវិតរបស់យើងនេះគឺជាអ្វីដែលយើងគួរឲ្យចាប់អារម្មណ៍អំពីជីវិតរបស់អ្នកនិពន្ធទំនុកដំណើរចំពោះ116នេះគាត់ឃើញព្រះគុណព្រះគាត់ឆ្លើយតបចំពោះព្រះគុណរបស់ព្រះមានគំរូ3នៅក្នុងនេះនៅពេលដែលយើងឃើញព្រះគុណរបស់ព្រះជាម្ចាស់នៅពេលដែលយើងយល់ដឹងអំពីព្រះគុណរបស់ព្រះដែលបានផ្ដល់មកក្នុងជីវិតរបស់យើងជាពិសេសដែលយើងឃើញគំរូ3អ្នកដែលគោរពកោតខ្លាចព្រះតែងតែធ្វើទី1គេឆ្លើយតបព្រះគុណរបស់ព្រះទី2គេអធិដ្ឋានអំពាវនាវរកព្រះហើយទី3គេសរសើរដល់ព្រះនៅក្នុងជីវិតរបស់គេនោះហើយគឺជាគំរូនៃការឆ្លើយតបចំពោះព្រះគុណព្រះដែលគេបានទទួលគេថ្វាយដង្វាយជាសេចក្តីអរគុណគេលើកពែងនៃសេចក្តីសង្គ្រោះជាបន្ទាល់គេធ្វើទីបន្ទាល់អំពីសេចក្តីសង្គ្រោះរបស់ព្រះដែលបានប្រោសគេឲ្យរួចពីទុក្ខវេទនារបស់ខ្លួនចំណុចទី3ជាមួយគ្នាចុងក្រោយខ14នៅក្នុងខ14នេះសូមបងប្អូនគិតអំពីការដើរនៅចំពោះព្រះនិងការដើរនៅចំពោះមនុស្សលោកនៅក្នុងខ14ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ានៅមុខបណ្ដាជនទាំងប៉ុន្មានរបស់ទ្រង់ផងខ្ញុំចង់បងប្អូនខ្ញុំគិតថាប្រហែលជាយើងអាចយល់ដឹងច្បាស់នៅឃ្លានេះលាបំណន់ភាសាអង់គ្លេសគេបានប្រើពាក្យថា I will pay my vow to the Lord in the presence of all his people I will pay all my vows មាន S ខ្ញុំនឹងលាបំណន់ទាំងអស់របស់ខ្ញុំចំពោះព្រះតើប្រហែលណាដែលយើងធ្លាប់ស្បត់ចំពោះព្រះហើយតើយើងបានគោរពតាមពាក្យសម្បត្តិរបស់យើងលាបំណន់របស់យើងអ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះអ្នកនិពន្ធទំនុកដំណើរគាត់កំពុងបង្ហាញអំពីចិត្តរបស់គាត់ដែលដឹងគុណចំពោះព្រះគុណរបស់ព្រះដែលមិនអាចកាត់ថ្លៃបានហើយគាត់លើកឡើងនៅក្នុងខ12តើគាត់គួរយកអ្វីមកថ្វាយមកតបស្នងចំពោះព្រះចំពោះព្រះគុណដែលទ្រង់បានផ្ដល់មកគាត់ទាំងប៉ុន្មានហើយនៅក្នុងខ13យើងឃើញគាត់បង្ហាញជាទីបន្ទាល់ជាសាធារណៈដែលលើកពែងនៃសេចក្តីសង្គ្រោះរបស់ព្រះម្ចាស់ឡើងហើយអំពាវនាវរកព្រះនាមព្រះហើយខ14នេះគាត់គោរពតាមពាក្យសម្បត្តិរបស់គាត់ I will pay my vow ខ្ញុំនឹងលាបំណន់របស់ខ្ញុំនៅក្នុងព្រះគម្ពីរបបប្រែខ្មែរយើងអត់ប្រើចំនួននៃការលាបំណន់នោះទេតែប្រសិនបើយើងមើលភាសាអង់គ្លេសនិងភាសាដើមច្រើនបញ្ជាក់អំពីការលាបំណន់ច្រើនគាត់នឹងលាបំណន់ចំពោះព្រះយេហូវ៉ាខ្ញុំចង់បងប្អូនចាប់អារម្មណ៍ចំណុចទី1នេះចំណុចទី2គាត់មិនលាបំណន់តែម្នាក់ឯងនោះទេគាត់មិនធ្វើនៅកន្លែងស្ងាត់តែម្នាក់ឯងនោះទេ
គាត់ធ្វើនៅមុខបណ្ដាជនរបស់ទ្រង់ផងនៅក្នុងចុងខ14នៅពេលដែលយើងនិយាយអំពីទំនាក់ទំនងនេះគាត់រក្សាទំនាក់ទំនងរបស់គាត់ជាមួយនឹងព្រះរបស់គាត់គាត់គោរពតាមអ្វីដែលគាត់បាននិយាយជាមួយនឹងព្រះរបស់គាត់គាត់ត្រឡប់មកធ្វើតាមអ្វីដែលគាត់បានស្បត់ចំពោះព្រះរបស់គាត់គាត់លាបំណន់របស់គាត់គាត់ធ្វើតាមពាក្យសម្បត្តិរបស់គាត់នៅក្នុងដើមខ14នេះខ្ញុំចង់បងប្អូនគិតអំពីទំនាក់ទំនងរវាងព្រះរបស់អ្នកនិពន្ធទំនុកដំកើងជាមួយនឹងអ្នកនិពន្ធទំនុកដំកើងក៏ដូចជាគិតអំពីទំនាក់ទំនងរបស់យើងផ្ទាល់ខ្លួនជាមួយនឹងព្រះរបស់យើងផ្ទាល់ខ្លួនអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅពេលដែលយើងនិយាយអំពីទំនាក់ទំនងប្រសិនបើគ្មានការធ្វើតាមនោះទេទំនាក់ទំនងនោះនឹងចប់វាដូចជាកិច្ចសន្យារវាងពីរភាគីដែលត្រូវតែគោរពតាមកិច្ចសន្យាព្រះបានឆ្លើយតបផ្ដល់ប្រគុណដល់គាត់ជួយគាត់អំពីឲ្យរួចផុតពីទុក្ខវេទនារំដោះគាត់ជួយប្រលឹងរបស់គាត់ស្រោចស្រង់ជីវិតរបស់គាត់ប្រោសគាត់ឲ្យមានជីវិតមានសេចក្តីសង្ឃឹមឡើងវិញគាត់ឃើញអំពីព្រះគុណរបស់ព្រះដែលបានធ្វើការនៅក្នុងជីវិតរបស់គាត់ទាំងប៉ុន្មានហើយពេលនេះគាត់ឆ្លើយតបសងព្រះគុណរបស់ព្រះវិញធ្វើតាមអ្វីដែលគាត់បានស្បត់ចំពោះព្រះវិញប៉ុន្តែផ្ទុយទៅវិញប្រសិនបើព្រះផ្ដល់ព្រះគុណដល់គាត់ប៉ុន្តែគាត់មិនឆ្លើយតបបងប្អូនអាចគិតយ៉ាងស្រួលនៅពេលដែលនរណាម្នាក់ធ្វើកិច្ចសន្យាជាមួយយើងប៉ុន្តែយើងព្យាយាមបំពេញគ្រប់ទាំងលក្ខខណ្ឌនៅក្នុងកិច្ចសន្យាទាំងនោះប៉ុន្តែភាគីម្ខាងទៀតអត់បានបំពេញតាមកិច្ចសន្យាទាំងអស់នោះតើនៅតែបន្តទំនាក់ទំនងជាមួយគ្នាទៀតដែរឬទេអត់ទេនឹងមានបញ្ហានៅក្នុងទំនាក់ទំនងនោះប្រកាសជាមានបញ្ហាជាមួយនៅក្នុងខ1ក៏បានប្រាប់គាត់អំពាវនាវរកព្រះខ4ព្រះបានប្រោសគាត់ឲ្យរួចខ12គាត់បានឃើញព្រះបានផ្ដល់ប្រគុណព្រះដល់គាត់ហើយខ14នេះគាត់លាបំណន់ប៉ុន្តែផ្ទុយទៅវិញប្រសិនបើគាត់មិនលាបំណន់ទេបណ្ដាជននឹងនិយាយលើមុនឃើញលើកពេងនៃសេចក្តីសង្គ្រោះរបស់ព្រះថ្ងៃមុនដូចជាឃើញលើកពេងនៃសេចក្តីសង្គ្រោះរបស់ព្រះឡើងហើយអំពាវនាវរកព្រះនាមរបស់ព្រះនៅមុខសាធារណៈហើយមិនក៏អត់ធ្វើតាមពាក្យសម្ដីរបស់អ្នកបណ្ដាជននឹងចោទជាសំណួរប៉ុន្តែអ្វីដែលអ្នកនិពន្ធទំនុកដំកើងបានប្រាប់នៅក្នុងខ14នេះគាត់មិនមែនមិនធ្វើនោះទេគាត់ត្រឡប់មកលាបំណន់របស់គាត់គាត់កំពុងបង្ហាញថាអ្វីដែលព្រះបានជួយគាត់អ្វីដែលព្រះគុណរបស់ព្រះគាត់បានទទួលគាត់ត្រឡប់មកធ្វើតាមពាក្យសម្ដីរបស់គាត់សងព្រះគុណទៅកាន់ព្រះវិញជាពិសេសនៅមុខបណ្ដាជនទាំងឡាយខ្ញុំចង់បងប្អូនមើលនៅក្នុងព្រះគម្ពីរសាស្តាចំពុក5ខ4សាស្តាចំពុក5ខ4កាលណាឯងបន់ព្រះនោះកុំឲ្យបង្អង់នឹងលាបំណន់នោះឡើយពីព្រោះទ្រង់មិនសពប្រហាតីនឹងមនុស្សល្ងីល្ងើទេចូលសងតាមដែលឯងបានបន់ចោះអ្វីដែលយើងនិយាយចំពោះព្រះចូលធ្វើតាមពាក្យដែលយើងបាននិយាយបងប្អូនគិតថាព្រះភ្លេចយើងអាចភ្លេចតែព្រះមិនអាចភ្លេចនោះទេនៅក្នុងសាស្ត្រាបានប្រាប់យើងថាអ្វីដែលឯងបានបន់ព្រះកុំឲ្យឯងបង្អន់នឹងលាបំណន់នោះឡើយពីព្រោះទ្រង់មិនសពរាតីនឹងមនុស្សល្ងីល្ងើនោះទេយើងអាចនិយាយម្យ៉ាងទៀតថាទ្រង់មិនសពរាតីនឹងមនុស្សបាតដៃក្នុងដៃនោះទេចូលសងតាមអ្វីដែលឯងបានបន់ចោះយើងឃើញនៅក្នុងបរិបទចំពុក116នៅក្នុងទំនុកដំកើងនេះអ្នកនិពន្ធទំនុកដំកើងបានស្រែករកព្រះឲ្យជួយគាត់បានទទួលការឆ្លើយតបពីព្រះដែលគាត់បានប្រាប់ថាគឺជាប្រគុណដែលព្រះបានផ្ដល់ដល់គាត់ហើយពេលនេះគាត់គោរពតាមសម្ដីដែលគាត់បានស្បត់ជាមួយនឹងព្រះហើយគាត់បានបង្ហាញការនោះនៅចំពោះមុខបណ្ដាជនរបស់ព្រះយើងឃើញនេះគឺជារបៀបឆ្លើយតបចំពោះព្រះគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះបងប្អូនអរគ្នាខ្ញុំចង់បងប្អូនចាប់អារម្មណ៍រឿងមួយទៀតហេតុអ្វីគាត់មិនដឹងគុណព្រះក្នុងបន្ទប់ស្ងាត់តែម្នាក់ឯងទៅហើយស្រែកអស្ចារ្យណាស់ព្រះអើយអរគុណដែលទ្រង់បានឆ្លើយតបនៅសេចក្តីអធិដ្ឋានរបស់ទូបង្គំក្នុងបន្ទប់តែម្នាក់ឯង
hạt vậy con mình thưa nơi còn lại đại ai cái chun hạt vậy con mình lia bầm non nơi không còn lại để bất chết nơi không trong kho đã buông có prap than nơi mục nào nè nơi không kho đã buồn trong kho đã buồn nhóm nâng lia bầm non rồi bác nhóm nơi trong pua pre Jehovah nơi mục bần đa chun tiếng phần màn rồi bác trung phong ta có mình khai kê tha cốt cứ chỉ bằng uất tê rứ bà cốt bằng hai ca nuôi nơi một bần đá trốn ta có mình khai kê tha cốt cứ chỉ nè đại miên ẩm nuốt uất bìa vậy đại pre bàn thưa ca nơi chùm pua cốt tê rứ một bốn đó nên nơi pe đại dương này dễ ẩm pi cả thoái bằng cúm nơi khăn ông pre cầm pi cả thoái bằng cúm cầm ro nâng thưa nơi khăn ông ti ai cái chun này tay tại phơi nơi khung sa la pro chum tay tại phơi nơi khung pre đầm nạ rồi bỏ pre vì hi để cho nên nơi đại bot chấm pú pre nơi pe đại lia bầm nón tay tại phơi nơi mục pro chia rồi bỏ pre đại hay là vậy nơi pe đại nó mà nè miền bọt bị sao này cả ở cha để pre bàn phơi chấm pú quạt sloi top chấm pú quạt có bàn bằng hai ca nữa vì ca pro luôn rồi bỏ pre nơi khung chỉ vượt rồi bỏ quạt miền ở vậy cả lang nơi pe đại nẹp sen tiết đằng làm pi ca nữa bộ mất lóp lưới cây phơi ti bẩn to ở con pre đại bàn chuối ở dương châm ruồi pi sực đây về tính này cứ chia bạc con rồi bỏ pre đại bàn phơi nơi khung chỉ vượt rồi bỏ nhom bông bông ở nẹp sen tiết đại bàn lưới ti bẩn to này dương sợ xa chấm pua cách ca đại pre bàn phơi nơi khung chỉ vượt rồi bỏ con có đôi chỉ dương xí nhau pi bạc con đại pre bàn bắt đỏ nơi khung chỉ vượt rồi bỏ nè chưa mà nè nó cứ chỉการเลือก ទឹកចិត្ត នោះគឺជាការលើកទឹកចិត្តទៅដល់អ្នកផ្សេងទៀតសមាជិកផ្សេងទៀតខ្ញុំគិតថាបងប្អូនធ្លាប់ឮគេធ្វើទីបន្ទាល់នេះហើយជាច្រើនដងនៅពេលដែលយើងឮទីបន្ទាល់យើងឃើញកិច្ចការរបស់ព្រះយើងក៏បានទទួលនៅសេចក្តីលើកទឹកចិត្តសេចក្តីកំសាន្តចិត្តចេញពីកិច្ចការដែលព្រះបានធ្វើនៅក្នុងជីវិតរបស់គាត់កិច្ចទំនុកដំណើរថ្ងៃនេះហៅយើងឲ្យឃើញពីព្រះគុណរបស់ព្រះដែលមិនអាចកាត់ថ្លៃបានព្រះគុណរបស់ព្រះដែលសម្ដែងមកក្នុងជីវិតរបស់ប្រជារាស្ត្ររបស់ទ្រង់ហើយព្រះគុណរបស់ព្រះដែលមិនអាចកាត់ថ្លៃបាននោះគឺបានបង្ហាញនៅក្នុងរូបអង្គព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់នៃយើងហើយយើងដឹងថាព្រះគុណនោះមិនអាចកាត់ថ្លៃបានតែទ្រង់បានបូជារូបអង្គទ្រង់សម្រាប់លួសអំពើបាបរបស់យើងម្នាក់ដែលទ្រង់បានបូជាហើយប្រតិបត្តិតាមគោរពតាមអ្វីដែលគាត់បានស្បត់សូមមើលនៅហេព្រើរចំពុក10ខ7ជាអ្វីដែលព្រះអង្គម្ចាស់យេស៊ូវបានធ្វើតាមអ្វីដែលទ្រង់ធ្វើតាមព្រះハរតីព្រះវរបិតានៅហេព្រើរចំពុក10ខ7ទូបានជាទូបង្គំទូថាទូមើលអោព្រះអង្គអើយទូបង្គំមកនឹងធ្វើតាមព្រះハរតីទ្រង់សេចក្តីនេះបានកត់ទុកពីទូបង្គំនៅក្នុងព្រះគម្ពីរហើយបងប្អូននឹកចាំសេចក្តីអធិដ្ឋានរបស់ព្រះម្ចាស់យេស៊ូវនៅក្នុងសួនច្បារកេសេតម៉ានីប៉ុន្មានដងហើយនៅពេលដែលទ្រង់អធិដ្ឋានទ្រង់បានអធិដ្ឋានយ៉ាងដូចម្ដេចសូមដកពេងនៃទុក្ខលំបាកនេះចេញពីទូបង្គំតែសូមកុំឲ្យតាមបំណងចិត្តទូបង្គំឡើយតែតាមព្រះハរតីរបស់ទ្រង់វិញនិយាយនោះគឺជាប្រគុណដែលយើងបានទទួលដែលព្រះទ្រង់បានស្ដាប់បង្គាប់រហូតដល់ទីមរណាដែលបង្ហាញអំពីប្រគុណរបស់ព្រះចំពោះយើងម្នាក់ហើយយើងដឹងច្បាស់ថាយើងមិនអាចតបស្នងគុណនោះអស់យើងដឹងច្បាស់ផ្ទាល់ខ្លួនដែលយើងមិនអាចតបស្នងគុណនោះអស់ប៉ុន្តែព្រះបន្ទូលទ្រង់នៅថ្ងៃនេះទំនុកដំកើងហៅយើងឲ្យតបស្នងគុណដែលព្រះបានធ្វើមកយើងដូច្នេះយើងអាចចោទជាសំណួរថាតើខ្ញុំត្រូវតបស្នងគុណរបស់ព្រះយ៉ាងដូចម្ដេចខ្ញុំចង់បង្ហាញអំពីគំរូនៃការតបស្នងគុណរបស់ព្រះនៅក្នុងកានគម្ពីររ៉ូមចំពុក12ខ1
បងប្អូនមើលជាមួយគ្នាខព្រះគម្ពីររ៉ូមកំពុក12ខ1ពោលបានប្រាប់ថាបងប្អូនអើយក៏មិនមែននិយាយទៅកាន់អ្នកមិនជឿនោះទេក៏និយាយទៅកាន់អ្នកជឿអ្នកដែលបានទទួលព្រះគុណរបស់ព្រះអ្នកដែលបានព្រះរាប់ជាសុចរិតអ្នកដែលបានព្រះប្រោះលោះឲ្យរួចពីបាបអ្នកដែលបានទទួលនៅព្រះលោហិតរបស់ព្រះយេស៊ូវបងប្អូនអើយខ្ញុំទូលមានដោយសេចក្តីមេត្តាករុណានៃព្រះឲ្យបានថ្វាយរូបកាយទុកជាយ៉ាញ់បូជារសហើយជាទីបរិសុទ្ធដែលគប់ព្រះហត្ថីដល់ព្រះជាការគោរពនៃអ្នករាល់គ្នាដែលមានទំនងថ្វាយរូបកាយយើងបើសិនបើយើងចង់ចោទជាសំណួរថាតើខ្ញុំត្រូវឲ្យខ្ញុំយកអ្វីមកតបស្នងចំពោះព្រះយេហូវ៉ាអំពីចំពោះព្រះគុណព្រះដែលបានប្រទានមកខ្ញុំទាំងប៉ុន្មានថ្វាយរូបកាយរបស់អ្នកទុកដូចជាយ៉ាញ់បូជាដ៏រស់ដែលបរិសុទ្ធជាយ៉ាញ់បូជារស់ជាទីគប់ព្រះហត្ថីដល់ព្រះហើយមានទំនងដែលព្រោះយើងដឹងច្បាស់ព្រះគុណដែលព្រះបានប្រទានដល់យើងមិនអាចកាត់ថ្លៃបានយើងអធិដ្ឋានជាមួយគ្នាព្រះម្ចាស់ជាព្រះនៃទូបង្គំព្រះគុណរបស់ផងទ្រង់លឹះលុបនៅក្នុងជីវិតរបស់យើងខ្ញុំគ្រប់គ្រាដែលយើងខ្ញុំអំពាវនាវយើងខ្ញុំមានបទពិសោធន៍នៃព្រះគុណរបស់ផងទ្រង់ដែលបានធ្វើការនៅក្នុងជីវិតរបស់យើងខ្ញុំម្នាក់ៗក៏ដូចដែលទ្រង់បានធ្វើការនៅក្នុងជីវិតអ្នកនិពន្ធទំនុកកំកើងចំពុក116នេះដែលបានស្រែកអំពាវនាវរកព្រះនាមទ្រង់ជួយគាត់ឲ្យរួចផុតពីសេចក្តីទុក្ខព្រួយសេចក្តីវេទនានិងការឈឺចាប់របស់គាត់ទ្រង់ធ្វើការអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រហើយទ្រង់ក៏បន្តធ្វើការនៅក្នុងជីវិតរបស់យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គឲ្យសូមជួយដល់យើងខ្ញុំពីមួយពេលទៅមួយពេលឲ្យយើងខ្ញុំឃើញពីព្រះគុណរបស់ព្រះអង្គយល់ដឹងអំពីព្រះគុណរបស់ទ្រង់កាន់តែច្រើនឡើងថែមទៀតជាពិសេសយល់ដឹងអំពីបាបរបស់យើងខ្ញុំនៅពេលដែលយើងខ្ញុំយល់ដឹងអំពីបាបរបស់យើងខ្ញុំកាន់តែច្រើនឡើងនោះយើងខ្ញុំក៏ឃើញហើយយល់ដឹងអំពីព្រះគុណរបស់ទ្រង់ដែលបានធ្វើនៅក្នុងជីវិតរបស់យើងខ្ញុំព្រះអង្គសូមជួយដល់យើងខ្ញុំឲ្យយើងខ្ញុំអាចតបស្នងនៅព្រះគុណរបស់ទ្រង់ដែលយើងខ្ញុំបានទទួលព្រះគុណទាំងប៉ុន្មានដែលយើងខ្ញុំមានដែលយើងខ្ញុំបានទទួលពីទ្រង់ហើយជាពិសេសព្រះគុណនៃការអត់ទោសបាបដល់យើងខ្ញុំហើយសូមប្រទានពរដល់បងប្អូនទាំងអស់គ្នានៅទីនេះដែលបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គសូមឲ្យគេបានទទួលនៅការកំសាន្តចិត្តដោយព្រោះពួកគេក៏ជាម្នាក់ដែលបានទទួលនៅព្រះគុណដែលមិនអាចកាត់ថ្លៃបានហើយជួយគេឲ្យគេអាចតបស្នងនៅព្រះគុណដែលគេបានទទួលពីព្រះម្ចាស់ទូលបង្គំក៏អធិដ្ឋានអរគុណទ្រង់សម្រាប់ព្រះបន្ទូលថ្ងៃនេះនៅក្នុងព្រះនាមនៃព្រះម្ចាស់គឺព្រះយេស៊ូវគ្រីស្ទអាមែន